ជ្រើសរើសមេដឹកនាំកម្ពុជាសាសនាថ្មីរួចហើយតែមិនហ៊ានប្រកាសឈ្មោះគណៈកម្មការជំនាញសាសនាអ៊ីរ៉ង់បានធ្វើមហាសន្និបាតដោយសម្រេចបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាសាសនាថ្មីដើម្បីឲ្យបន្តវេនដឹកនាំសាសនាអ៊ីរ៉ង់ក្រោយពីមរណភាពរបស់អាយ៉ាតូឡាអាលីខាមេនីក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលការបោះឆ្នោតតែងតាំងមគ្គុទ្ទេសក៍សាសនាអ៊ីរ៉ង់នេះបានធ្វើឡើងជាសម្ងាត់បំផុតហើយអ៊ីរ៉ង់ក៏មិនប្រកាសឈ្មោះមេដឹកនាំកម្ពុជាសាសនាថ្មីដែរព្រោះខ្លាចក្រែងคล้ายជាផ្ទាំងស៊ីបរបស់សត្រូវភ្លាមលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រកាសគម្រាមថាមេដឹកនាំសាសនាអ៊ីរ៉ង់ថ្មីនឹងមិនអាចកាន់តំណែងបានយូរឡើយបេក្ខជនដ៏ល្អបំផុតដែលមានគុណសម្បត្តិស័ក្តិសមធ្វើជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់បានត្រូវសម្រេចបោះឆ្នោតជ្រើសរើសរួចហើយនិងមានឯកភាពព្រមព្រៀងគ្នាជាឯកច្ឆន្ទទៀតផងនេះបើតាមលោកមុកសេនហេដារីអ្នកតំណាងរាស្ត្រអ៊ីរ៉ង់ប្រចាំខូស៊ីស្តានខេត្តភាគខាងលិចប្រទេសដែលបានចូលរួមមហាសន្និបាតនៅថ្ងៃអាទិត្យទី8មិនិនាគណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ជាស្ថាប័នរៀបចំបោះឆ្នោតផ្ទៃក្នុងសម្រាប់ជ្រើសរើសមេដឹកនាំសាសនាបានធ្វើមហាសន្និបាតដ៏ស្ងាត់កំបាំងបំផុតដោយមានសមាជិកសំខាន់ចូលរួមតែ88នាក់ប៉ុណ្ណោះក្នុងថ្ងៃដែលអ៊ីរ៉ង់បោះឆ្នោតផ្ទៃក្នុងរើសមេដឹកនាំសាសនាថ្មីនេះក៏ស្ថិតនៅក្រោមស្នូលគ្រាប់បឡូងវាយប្រហារពីសំណាក់អាមេរិកនិងអ៊ីស្រាអែលដែរទំនងជាបារម្ភអំពីសុវត្ថិភាពរបស់អគ្គមគ្គុទ្ទេសក៍ថ្មីទើបអ៊ីរ៉ង់មិនបានប្រកាសប្រាប់ឈ្មោះថាកម្ពុជាមេដឹកនាំសាសនាថ្មីជានរណានោះទេដែលត្រូវបន្តវេនពីអាយ៉ាតូឡាអាលីខាមេនីមានអាយុ86ឆ្នាំអាលីខាមេនីបានទទួលអនិច្ចកម្មក្នុងប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលក្នុងយប់ថ្ងៃសៅរ៍ទី28កុម្ភៈឆ្លងចូលថ្ងៃអាទិត្យទី1មិនិនាជាច្រើនថ្ងៃមកហើយដែលមជ្ឈដ្ឋានទូទៅបានដាក់ក្តីរំពឹងថាកូនប្រុសរបស់ខ្មោចអាយ៉ាតូឡាអាលីខាមេនីគឺលោកមុជថាបាខាមេនីនឹងឡើងកាន់តំណែងជំនួសឪពុកដែលបិទថាលោកនេះជាមនុស្សមានឥទ្ធិពលក្នុងជួរសាសនានិងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហើយធ្លាប់ធ្វើជាលេខាឪពុកច្រើនទសវត្សរ៍ផងដែរមនុស្សដ៏ស័ក្តិសមទី2គឺលោកហាសានកូមេនីជាចៅប្រុសរបស់អាយ៉ាតូឡារ៉ូហូឡាខូមេនីបិតាស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឯសយាជនម្នាក់ទៀតដែលគេសម្លឹងទុកយូរមកហើយគឺលោកអាលីឡារីយ៉ានីជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនយោបាយដែលជាមនុស្សដ៏មានឥទ្ធិពលខ្លាំងនិងជាជំនិតម្នាក់របស់អាយ៉ាតូឡាអាលីខាមេនីកាលពីនៅរស់ទូយ៉ាងណាក្តីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្លាប់អះអាងក្នុងថ្ងៃប្រហ័សទី6មិនិនាថាអាមេរិកមិនចង់ឃើញកូនប្រុសរបស់ខ្មោចអាយ៉ាតូឡាអាលីខាមេនីស្នងតំណែងជំនួសឪពុកទេមិនតែប៉ុណ្ណោះចៅហ្វាយសេតវិធានរូបនេះថែមទាំងទាមទារចោលរួនសម្រាប់ចិត្តជ្រើសរើសកម្ពុជាមេដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់ទៀតផងប្រមុខការទូតអ៊ីរ៉ង់លោកអាបាសអាបាក់ឈីបានឆ្លើយថ្វល់វិញថាពលរដ្ឋអ៊ីរ៉ង់ទើបមានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ខ្លួនគឺពុំមែនអាមេរិកនោះទេម្ល៉េះហើយលោកត្រាំតែគួរខ្មាស់សម្ដីនិងសុំទោសនេះបើតាមប្រតិកម្មរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលបានធ្វើបទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិក NBC នៅថ្ងៃអាទិត្យទី8មិនិនាចំពោះអ៊ីស្រាអែលវិញបុគ្គលរូបណាក៏ដោយដែលជាកំពូលមេដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់នឹងត្រូវក្លាយជាផ្ទាំងស៊ីបរបស់ការវាយប្រហារសម្លាប់អ៊ីស្រាអែលក៏ថែមទាំងគម្រាមសម្លាប់បុគ្គលរូបណាដែលចងឈរឈ្មោះជាអគ្គមគ្គុទ្ទេសក៍សាសនាអ៊ីរ៉ង់ដែរនេះបើតាមសេចក្តីប្រកាសថ្មីចុងក្រោយរបស់អ៊ីស្រាអែលបន្ទាប់ពីឮដំណឹងថាអ៊ីរ៉ង់បានបោះឆ្នោតតែងតាំងកំពូលមេដឹកនាំសាសនាថ្មីនេះចុះផ្សាយនៅថ្ងៃទី8ខែ3ឆ្នាំ2026កែប្រែថ្ងៃទី8ខែ3ឆ្នាំ2026ប្រភពដើមដោយ RFI